ចាជំរាបសួរពុកម៉ែបងប្អូនចាខាងខ្ញុំខានចេញវីដេអូយូរដែរហើយជំរាបសួរសួស្តីនេះគឺជាប្រព័ន្ធចម្រោះទឹកសម្រាប់ប្រើប្រាស់ទូទៅពេញមួយផ្ទះយើងហៅថាចម្រោះ3ជាន់20អ៊ីងចា Series Stage Water Filter 20អ៊ីងណាបងប្អូនសម្រាប់ចម្រោះនេះខ្ញុំណែនាំសម្រាប់បងដែលគាត់មានបញ្ហាទឹកប្រើប្រាស់មិនថាទឹករត់ឬទឹកម្ដងប្រើបានទាំងអស់ហើយសម្រាប់ទឹកម្ដងគឺច្រោះជារួមកកកំតិចកំទីក្លិនកាត់លមាស់និងកបោបានរហូតដល់30ទៅ50%វាអត់បានទាំងស្រុងបងប្អូននៅកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនត្រូវទទួលស្គាល់តទៅនឹងប្រព័ន្ធមិនរបស់វាព្រោះវាមិនធំខ្លាំងវាមកតូចល្មមដែរបាទចម្រោះ3ជាន់ដែលប្រវែងកំពង់នឹង7ទឹកមកកាត់បំពង់មួយនឹងវា7ហ៊ុនចាសម្រាប់ប្រភេទនេះអានេះគឺតយោចិញ្ចោរបស់វា27ណាតម្លៃរបស់វាមាន80រៀលនិង85វាអាស្រ័យនឹងកែងចាប់ខាងលើដែលបងយកព្រោះបងឃើញទេអានេះគឺ1 2 3បងអាចជ្រើសរើសកែងចាប់ដាច់ឬក៏កែងចាប់ជាប់គ្នាក៏បានដែរណាចាហើយសម្រាប់តម្លៃ85នៅផងដែរបងយកទៅនឹងគឺមានតម្រងខាងក្នុងតម្រងខាងក្នុងមាន3ណាចាអញ្ចឹងបើសិនជាបងប្រើទឹករត់ជាទូទៅខ្ញុំណែនាំតម្រងទី1ចាខាងនេះណាព្រោះវាមានអ៊ីនមានអាវរបស់វាទី1គឺតម្រងសលៃបងដឹងតែហើយមានរុនច្រោះ5មីក្រូ1មីក្រូណាតួនាទីរបស់វាដកកកដីកំតិចកំទីដែលមាននៅក្នុងទឹកដល់ពេលទី2ហើយអានេះជាទូទៅ1ខែទៅ3ខែដូរម្ដងវាអាស្រ័យតាមគុណភាពទឹកដើមរបស់យើងដល់ពេលទី2ហ្នឹង CTO កបោនប្លុកកបោនសណាញ់នេះអានេះដកក្លិនខ្លចាកាត់លមាស់នៅក្នុងទឹកអីចឹងទៅ4ទៅ6ខែដូរម្ដងណាពុកម៉ែបងប្អូនចាហើយដល់ពេលទី3យើងប្រើរេស៊ីនករណីបងប្រើទឹកម្ដងតម្រង softener នេះបងប្អូនចាអានេះគឺដូចគ្នាដែរអាយុកាលនៃការផ្លាស់ប្ដូរហ្នឹងគឺ4ទៅ6ខែតម្លៃរបស់វា2នេះហើយកបោនសណាញ់ជាមួយនឹងរេស៊ីនតម្លៃតែ10រៀលឲ្យពេលយើងដូរតែបើអាសលៃនេះតម្លៃរបស់វា$3កន្លះបងប្អូននេះចាអាសលៃស្នោនេះហើយមួយទៀតបងប្អូនតេតតនឹងតម្រងខាងយើងអត់ខ្វះទេគឺយើងមានស្តុកច្រើនខ្លាំងណាស់ហើយមានការបញ្ចុះតម្លៃច្រើនទៀតទៅតាមចំនួនដែលបងកំងបងយក10ឡើងចឹងទៅទទួលបានការបញ្ចុះតម្លៃ10%ចឹងទៅតតាមបរិមាណដែលខាងក្រុមហ៊ុនគេមានស្តង់ដារតម្លៃរបស់គេអញ្ចឹងបងប្អូនចាហើយសម្រាប់កំប៉ុងនេះពណ៌ខៀវពីមុនខាងយើងមានអាប្រភេទលក្ខណៈថាដាច់តែអានេះគឺអីដែលជាប់នោះគឺជាប់ក្បាលពីលើនេះបងប្អូនចាក្បាលលើកនេះយកមកនេះគឺលក្ខណៈថាគម្រប cover របស់វានេះចាវាជាប់គ្នាតែម្ដងអញ្ចឹងគឺវាមើលទៅវាស្អាតមួយយ៉ាងដែរវា model ថ្មីស៊េរីថ្មីបងប្អូនហើយតាក់ទងតាមកំប៉ុងចម្រោះនេះណាយើងមាន3ជាប់គ្នាមាន2តែបងត្រូវការយកតែមួយដាច់ក៏បានដែរអត់ជាបញ្ហាទេតែគាត់មួយយើងដាក់តម្រងបានមួយវាមានសមត្ថភាពក៏ដូចជាលក្ខណៈនៃការដកច្រោះវាបានតែ1ឬក៏2ប៉ារ៉ាម៉ែត្រអីចឹងទៅចាតែគ្រាន់ជាទូទៅគេអាចប្រើចាប់ពី2ឡើងទៅបើសិនជាអាចបងមានលក្ខណៈថាលទ្ធភាពបងយក3ទាំងទៅវាប្រសើរអញ្ចឹងបងប្អូនចាអញ្ចឹងបើសិនជាបងត្រូវការអាចឆែកជាមួយនឹងខាងយើងបានហើយមួយទៀតសម្រាប់ការប្រើប្រាស់អញ្ចឹងអានេះបងយកទៅចាប់នៅពីមុខលក្ខណៈថាពីមុខផ្ទះរុញបុកប្រើពេញផ្ទះសម្រាប់ទឹកប្រើប្រាស់ទូទៅដូចជាងូតបោកកៅអៅប្រើនៅក្នុងបន្ទប់ទឹកឬក៏បងដែលគាត់ត្រូវការចាប់នៅក្រោមឡាបូដើម្បីយកទឹកទៅលាងចានក៏បានបន្លែត្រីសាច់អីផ្សេងប៉ុន្តែបងត្រូវប្រកាសថាចេះតេតងណាំពងនេះគឺវាដាក់ចូលដោយសារនេះវាធំវែងដែរអ្នកខ្លះក៏គាត់ដាក់ចូលអ្នកខ្លះក៏ដាក់ចូលអញ្ចឹងទៅចាតាមឡាបូរបស់គាត់ហ្នឹងគាត់រៀងខ្ពស់ទៀតអញ្ចឹងបងប្អូនចាព្រោះប្រវែងពងនេះ7ទឹកដែរហើយមួយទៀតបងដែលគាត់យកទៅចាប់តឡើងជាមួយនឹងម៉ាស៊ីនកាហ្វេនេះរៀងធំបន្តិចតែបើបានប្រើបានល្អបងប្អូនព្រោះអីវារៀងធំអញ្ចឹងផ្ទៃចាប់វាធំប្រសិទ្ធភាពនៃការច្រោះរបស់វាក៏ខ្ពស់ទៅតាមនឹងដែរឬក៏មួយទៀតបងដែលគាត់ត្រូវការចាតាមលក្ខណៈភោជនីយដ្ឋានហាងអាហារហាងកាហ្វេហាងតែគាត់ត្រូវការចម្រោះមួយដែលគាត់ទៅច្រោះកកបន្តិចបន្ទីក្លិនខ្លោឲ្យទឹកដែលចេញមកវាស្អាតសុវត្ថិភាពនៅក្នុងការយកទៅចម្អិនចំណីអាហាររបស់គាត់អានេះគឺខ្ញុំ highly recommend អានេះគឺយើងលក់ដាច់ខ្លាំងទៅតាមហាងណាបងប្អូនចាបងអាចប្រើតែ3នេះក៏បានឬក៏ថែម UV មកតាំងអីទៀតចឹងទៅបងប្អូនណាចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនត្រូវការចង់ដឹងព័ត៌មានបន្ថែមបើតម្លៃខ្ញុំបញ្ជាក់ឲ្យគឺមាន80មាន85គឺធូរខ្លាំងមែនទែនខ្ញុំព្រីសេវាដឹកជញ្ជូនទូទាំងប្រទេសចាតែគាត់ថាតម្លើងយើងអត់ព្រីទេបងប្អូនចានិយាយទៅតម្លើងហេតុអីក៏ខ្ញុំអត់ចង់រួមដោយសារការតម្លើងគឺវាអត់ពិបាកវាងាយវាគ្រាន់តែតចូលហើយតចេញគឺតម្លើងបានហើយចាអញ្ចឹងវីដេអូនេះសូមតែប៉ុណ្្នឹងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមរៀងរាល់វីដេអូ YouTube របស់យើងកុំភ្លេចជួយ Subscribe Channel YouTube របស់យើងម្នាក់មួយផងណាអរគុណបាយបាយជូនពរសំណាងល្អ